Hello everybody, so welcome back to our English grammar course, and today's lesson is about lesson 11. The title is Future Perfect. So ស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលនៅក្នុង group វេយ្យាករណ៍ភាសាអង់គ្លេសហើយមេរៀនយើងសម្រាប់ថ្ងៃនេះគឺ lesson 11 ចំណងជើងថា Future Perfect យើងហៅថាជាភាសាខ្មែរយើងគឺអនាគតកាលបរិបូរណ៍ Okay, so let's go to the definition. We use future perfect to express an activity that will be completed in the future before another time or even in the future. Okay. និយមន័យគឺយើងប្រើប្រាស់ future perfect ដើម្បីបង្ហាញអំពីសកម្មភាពមួយដែលវានឹងបញ្ចប់មិនថាវាកើតឡើងហើយវាបញ្ចប់នៅក្នុងអនាគតមុនពេលខណៈពេលណាមួយឬក៏សកម្មភាពឬក៏ព្រឹត្តិការណ៍អ្វីមួយនៅក្នុងអនាគតកាលអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាឲ្យថា perfect tense គឺវាកើតឡើងហើយវាចប់មុនsimple អូខេវា perfect tense គឺវាកើតឡើងហើយវាបញ្ចប់មុនsimple tense អញ្ចឹងគឺចង់និយាយថាសកម្មភាពហ្នឹងគឺវាកើតឡើងប៉ុន្តែគេវាធៀបវាទៅជាមួយនឹងសកម្មភាពមួយទៀតដែលនឹងកើតឡើងនៅក្នុងពេលអនាគតផងដែរអូខេចាំមិនថាវាកើតឡើងមុន future perfect ហ្នឹងគឺវាកើតឡើងមុនហើយវាចប់មុនគណៈពេលណាមួយឬក៏មុនសកម្មភាពអីមួយដែលបានកើតឡើងនៅក្នុងអនាគតដូចគ្នាអូខេ affirmative form subject plus will shall plus have plus verb 3 and object. For example, I will have finished my homework before you come. Okay. ខ្ញុំនឹងបញ្ចប់ការងារផ្ទះរបស់ខ្ញុំមុនពេលដែលអ្នកមកដល់អញ្ចឹងគឺ you come កន្លែងនេះវាគឺអត្ថន័យវាគឺនៅក្នុងអនាគតណាគ្រាន់តែថាទម្រង់របស់គេគឺគេប្រើសរសេរនៅក្នុងទម្រង់ present simple ប៉ុន្តែអត្ថន័យរបស់វាគឺអនាគតកាលមានន័យថាខ្ញុំនឹងបញ្ចប់ការងារផ្ទះរបស់ខ្ញុំមុនពេលដែលអ្នកនឹងមកដល់Okay. Yeah. Next one. When he come, she will have gone out. នៅពេលដែលគាត់មកដល់នាងនឹងបានចេញទៅបាត់ហើយអញ្ចឹងកន្លែងនេះយើងប្រើ comma ដោយសារតែប្រយោគខាងមុខដែលយើងធៀបនេះមានថានៅពេលដែលគាត់នឹងមកដល់ហ្នឹងនាងគឺនឹងបានចេញទៅបាត់ហើយអញ្ចឹងប្រយោគខាងមុខនេះ when he come នេះវាគឺយើងហៅថាជា subordinate clause ឬក៏ dependent clause វាជាប្រយោគមិនឯករាជ្យអូខេប្រយោគរណបអញ្ចឹងយើងត្រូវដាក់ comma តែបើយើងដាក់she will have gone out when he come បើយើងដាក់ when he come នៅខាងក្រោយវិញគឺយើងអត់ចាំបាច់ដាក់ comma ទេព្រោះអីមានន័យថាកាលណាយើងប្រើdependent clause នៅខាងមុខគឺយើងប្រើ clear ច្បងនៅខាងមុខ clear រណបគឺយើងមិនចាំបាច់ដាក់ comma ទេអូខេ And another sentence I will have saved much money before I get married ខ្ញុំនឹងសន្សំលុយបានច្រើនមុនពេលដែលខ្ញុំរៀបការអូខេ She will have cooked dinner នាងនឹងចម្អិនអាហារពេលល្ងាច The rain will have stopped ភ្លៀងនឹងឈប់ Okay. That's all for positive or affirmative form, and we move to negative. Subject plus will or shall plus have, not, and verb 3 plus object. For example, I will not have finished my homework before you come. ខ្ញុំនឹងមិនទាន់បានបញ្ចប់ការងារផ្ទះរបស់ខ្ញុំទេមុនពេលដែលអ្នកមកដល់ When he come, she will not have gone out. នៅពេលដែលអ្នកមកដល់គាត់មកដល់នាងមិនទាន់បានចេញទៅក្រៅទេ I will not have saved much money before I get married. ខ្ញុំនឹងមិនសន្សំលុយបានច្រើននោះទេមុនពេលដែលខ្ញុំរៀបការ She will not have cooked dinner. នាងនឹងមិនចម្អិនអាហារពេលល្ងាចនោះទេមានថានាងនឹងមិនទាន់ចម្អិនអាហារពេលល្ងាចនោះទេអូខេ The rain will not have stopped
ភ្លៀងនឹងមិនទាន់រាំងនោះទេ Okay not will not contracted to won't ចឹងទម្រង់កាត់របស់ will not ទៅជា won't ចឹងកាលណានៅពេលដែលយើងប្រើក្នុង spoken English គឺទី2គេប្រើ contracted form ឯងដូចជា I will not have finished ទៅជា I won't have finished Okay I will not have sailed I won't have sailed ចឹងទៅចឹងគឺវាលឿនហើយយើងស្ដាប់មើលទៅវាងាយស្រួលជាងលឿនជាង Okay that's all and move to interrogative form question just no question okay a will or shall plus subject plus have and plus verb 3 plus object and question mark Okay so អញ្ចឹងកន្លែងនេះសម្រាប់ទម្រង់នេះទោះជាបរិះទី3ឯកវចនៈក៏ដោយគឺក៏យើងត្រូវតែប្រើ have ដែរយើងអត់ប្រើ has ទេអូខេដោយសារតែនៅក្នុងប្រយោគដែលមាន auxiliary verb វាមិនមែនជា auxiliary verb យើងហៅថា auxiliary verb ក៏បានដែរប៉ុន្តែឈ្មោះពេញរបស់វាគឺ modal auxiliary verb អញ្ចឹងកាលណាប្រយោគមួយដែលមាន modal auxiliary verb ហើយគឺគេអត់ប្រើគេអក្សរបំបែកទេអញ្ចឹង have គឺនៅតែ have ដែរអត់អាចប្រើ has បានទេអូខេទម្រង់របស់វាអញ្ចឹងយើងអាចចំណាំយកតែម្ដងទៅexample will you have finished your homework before he come តើអ្នកនឹងបញ្ចប់ការងារផ្ទះរបស់អ្នកហើយឬនៅមុនពេលដែលគាត់បានមកដល់ will she have gone out when he come តើនាងនឹងចាកចេញទៅហើយឬនៅពេលដែលគាត់នឹងមកដល់ Will I have saved much money before I get married តើខ្ញុំអាចនឹងសំលុយបានច្រើនទេមុនពេលដែលខ្ញុំនឹងរៀបការ Will she have cooked dinner តើគាត់នឹងចម្អិនអាហារពេលល្ងាចហើយឬនៅ Will it have stopped raining តើវានឹងឈប់ភ្លៀងឬទេអូខេមានន័យចឹង Okay that's all for interrogative and we move to short answer for pronoun I, you, we, they, he, she, it. So the same thing, okay? Yes, I will. Yes, you will. Okay. Blah blah blah. Yes, it will. ចឹងមកគឺយើងប្រើដូចគ្នាទាំងអស់អត់មានបដូរទេ No. Example no I won't. No they won't. ចឹងមក Okay. Last point. WA question form. WA question plus will plus shall plus subject plus have plus verb 3 and object then question mark. For example, when will you have finished this course? តើនៅពេលណាដែលអ្នកនឹងបញ្ចប់វគ្គសិក្សានេះ What will Okay sorry កន្លែងនេះខ្ញុំច្រឡំដាក់ប្រធាននៅខាងក្រោយ What will she have done before the class begin តើនាងនឹងបានធ្វើអ្វីនៅពេលដែលនៅមុនពេលដែលថ្នាក់រៀនបានចាប់ផ្ដើម Why will she have gotten married before June ហេតុអ្វីបានជានាងនឹងរៀបការមុនខែមិថុនា How much will you save before you get married តើអ្នកនឹងសល់លុយបានប្រមាណមុនពេលដែលអ្នកនឹងរៀបការ What will she have cooked for dinner តើគាត់នឹងចម្អិនអាហារអ្វីសម្រាប់អាហារពេលល្ងាចចម្អិនម្ហូបអ្វីសម្រាប់អាហារពេលល្ងាច Okay so that's all for our lesson today everybody thank you so much for watching this video lesson I hope to see you next time so have a great day everybody